ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបរបស់នាងខ្ញុំសាជាថ្មីថ្ងៃនេះគឺនាងខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើសម្លក្តៅទាកាប៉ាម្ជូរអង្ក្រងម្ហូបមួយមុខនេះដែរគឺគ្រួសាររបស់នាងខ្ញុំគឺចូលចិត្តញ៉ាំខ្លាំងណាស់បងប្អូននិយាយពីថារសជាតិគឺឆ្ងាញ់មែនទែនហើយបើបានធ្វើម្ដងគឺបាយដាំមួយឆ្នាំងធំឯណោះបងប្អូនបានញ៉ាំទៅឆ្អែតមួយមុខនេះដែរគឺជាម្ហូបបែបស្រុកស្រែបងប្អូនហើយបើរសជាតិវិញគឺមិនចង់អួតទេបងប្អូនអាចសាកធ្វើញ៉ាំបានគឺធានារសជាតិតែឆ្ងាញ់ណាបងប្អូនហើយបើសម្រាប់អ្នកចូលចិត្តទាបងប្អូននិយាយពីថាគឺដឹងតែអែមហ្មងថ្ងៃនេះដែរគឺនាងខ្ញុំទិញទាកាប៉ាមួយក្បាលទម្ងន់របស់វានឹងគឺ2គីឡូកន្លះបងប្អូនហើយសាច់វាឡើងលឿងល្អមែនទែនហើយទិញទាមកបានសាច់លឿងល្អអញ្ចឹងហើយមានខ្លាញ់មានអីទៀតណាបងប្អូនចាគឺថាស្លទៅគឺឆ្ងាញ់មានជាតិតែម្ដងបងប្អូននិយាយពីរសជាតិសម្លវិញគឺឡើងឈ្ងុយអត់មានក្លិនឆ្អាបសំបីបន្តិចអញ្ចឹងហើយដើម្បីស្លទាឲ្យមានរសជាតិឆ្ងាញ់កុំឲ្យមានក្លិនឆ្អាបបងប្អូនអាចរៀនតាមវិធីដែលនេះខ្ញុំបង្ហាញជូននៅក្នុងវីដេអូនេះបានគឺធានាឲ្យទាំងរសជាតិហើយនិងអនាម័យបងប្អូនគឺឆ្ងាញ់មែនទែនចាចំពោះទាហ្នឹងគឺនាងខ្ញុំទិញមកលាងទឹកលាងអីឲ្យបានស្អាតល្អហើយបន្ទាប់មកសម្រោះវាទុកឲ្យបានស្រស់ទឹកល្អណាបងប្អូនក្រោយពេលដែលយើងលាងទឹកសម្រោះបានស្រស់ល្អហើយចាំយើងយកវាមកកាប់ជាដុំតូចៗបែបនេះសម្រាប់សាច់ទានៅពេលដែលយើងកាប់ស្លគឺយើងកាប់ប្រហែលជាប៉ុនមេដៃអីទៅឬក៏ធំជាងមេដៃយើងបន្តិចណាបងប្អូនចាយើងកាប់ប៉ុណ្ណឹងទៅគឺវាចូលជាតិជាមួយនឹងគ្រឿងបានល្អហើយញ៉ាំទៅគឺឆ្ងាញ់វាត្រូវនឹងក្បួនស្លទាកាប៉ាផងហើយណាមួយបើយើងកាប់តូចជាងទៅគឺវាឆាប់ផុយជាងណាបងប្អូនបើយើងកាប់ធំគឺវាមិនងាយផុយទេចាបន្ទាប់មកគឺនាងខ្ញុំចាប់ផ្ដើមដាក់ស្លដោយដំបូងគឺនាងខ្ញុំដាក់ប្រេងឆាជាមុនសិនដើម្បីយើងលីងជាមួយនឹងម្ទេសប្លោកកញ្ច្រាំបងប្អូនចាយើងលីងឲ្យវាមានពណ៌ក្រហមស្អាតកាលណាដែលម្ទេសប្លោកកញ្ច្រាំយើងលីងទៅវាឡើងប្រេងពណ៌ក្រហមល្អហើយចាំយើងដាក់ស្ករត្នោតចូលចំនួន2ដុំតូចៗសម្រាប់ស្ករត្នោតផែននេះគឺដុំតូចៗនេះប្រហែលជាទម្ងន់វា20ក្រាមអីនឹងឯងបងប្អូនឬក៏ស្មើនឹង1ស្លាបព្រាបាយសម្រាប់ស្ករត្នោតនេះគឺសុទ្ធល្អមែនទែននាងខ្ញុំទិញពីខាងព្រះដាខេត្តសៀមរាបបងប្អូនហើយនិយាយពីថាបានស្ករត្នោតសុទ្ធល្អអញ្ចឹងក្លិនឡើងឈ្ងុយញ៉ាំទៅគឺឆ្ងាញ់មែនទែនក្រោយពីនាងខ្ញុំរំលីងស្ករត្នោតបានឡើងឈ្ងុយល្អហើយគឺនាងខ្ញុំដាក់ជាមួយនឹងគ្រឿងបុកចូលបន្ទាប់មកលីងវាឡើងឈ្ងុយបន្តិចរួចដាក់ប្រហុកចូល1ស្លាបព្រាបាយក្រោយពីដាក់ប្រហុកចូលហើយគឺនាងខ្ញុំដាក់ជាមួយនឹងសាច់ទាចូលបងប្អូនចាបន្ទាប់មកគឺយើងកកូរគ្រឿងជាមួយនឹងសាច់ទានឹងឲ្យវាចូលជាតិគ្នាបានល្អហើយចំពោះចំណុចត្រង់នេះគឺយើងមិនចាំពិបាកថែមទឹកអីទេគឺយើងរំងាស់សាច់ទានឹងឲ្យវាចេញទឹកប្រៃឲ្យអស់សិនកាលណាដែលយើងរំងាស់សាច់ទាបានចេញទឹកប្រៃខាទឹកប្រៃអស់ល្អហើយអានឹងពេលដែលយើងស្លោហើយទៅគឺវាអត់មានក្លិនឆ្អាបទេបងប្អូនគឺសម្លរបស់យើងមានក្លិនឈ្ងុយល្អអត់មានក្លិនឆ្អាបសំបីបន្តិចហើយញ៉ាំទៅពេញមាត់ពេញកបានស្រួលទៀតផងពេលដែលយើងកកូរគ្រឿងសាច់ទាបងប្អូនគឺយើងអាសាកូរចុះកូរឡើងផងដើម្បីកុំឲ្យវាខ្លោចបាតបើកាលណាយើងទុកចោលយូរពេកវាអាចនឹងខាសទឹកខាសអីទៅវាខ្លោចបាតវាលេងសូវឆ្ងាញ់អញ្ចឹងណាចាបន្ទាប់មកគឺនេះខ្ញុំបន្ថែមជាមួយនឹងអំបិលក្រួសមួយចេបហើយអំបិលហ្នឹងគឺយើងដាក់ម៉ាន់បន្តិចបានហើយណាបងប្អូនដើម្បីកុំឲ្យវាប្រៃបើសិនជានៅពេលដែលយើងភ្លក់ទៅវាអត់សូវប្រៃឬមួយក៏វាស្ទើរគ្រឿងអីចាំយើងថែមថយតាមក្រោយចាឥឡូវនេះបន្ទាប់ពីនេះខ្ញុំរំងាស់សាច់ទាបានមួយសន្ទុះហើយឃើញថាទឹកប្រៃហ្នឹងវាចេញមករាងច្រើនគួរសមដែរណាបងប្អូនអញ្ចឹងបានថានៅពេលដែលបងប្អូនដាក់សាច់ទាហើយកុំទាន់អាលថែមទឹកថែមអីយើងរំងាស់ចោលតាមមកសំទុះទៅទឹកវាចេញមកច្រើនបែបនេះអញ្ចឹងណាបងប្អូនក្រោយពីយើងរំងាស់បានមួយសន្ទុះហើយទឹកប្រៃនឹងវារាងខាបន្តិចហើយនាងខ្ញុំចាប់ផ្ដើមថែមជាមួយនឹងទឹកធម្មតាហ្នឹងចំនួនកន្លះលីត្រសិនហើយបន្ទាប់មកគឺនាងខ្ញុំដាក់រំងាស់វាទុកចោលរហូតតតែសាច់ទានឹងវាផុយល្អហើយនឹងចាប់គ្រឿងបានល្អចំពោះការរំងាស់សាច់ទាទុកឲ្យផុយនឹងគឺនាងខ្ញុំរំងាស់ទុកប្រហែលជាកន្លះម៉ោងបងប្អូនដោយសារតែជាធម្មតាទានៅពេលដែលវាចាស់គឺសាច់របស់វាកាន់តែផុយលឿនអញ្ចឹងណាបងប្អូនវាអត់ដូចទាខ្ចីឬក៏ក្មេងអីទេអញ្ចឹងហើយការរំងាស់គឺមិនសូវជាយូរប្រហែលដែរនៅពេលដែលនាងខ្ញុំរំងាស់បានកន្លះម៉ោងហើយវាផុយមកល្មមឆ្ងាញ់ហើយគឺនាងខ្ញុំចាប់ផ្ដើមដាក់ម្ជូរអង្ក្រងចូលចំនួន1ខាំបងប្អូនចាចំពោះម្ជូរអង្ក្រងហ្នឹងគឺយើងដាក់1ខាំប៉ុណ្ណឹងទៅគឺមកល្មមជូរឆ្ងាញ់វាមិនជូរខ្លាំងពេកឬក៏ស្ទើរអីទេបងប្អូនមកល្មមរសជាតិជាមួយនឹងសម្លសាច់ទារបស់យើងនឹងហើយបើសិនជាបងប្អូនចូលចិត្តរាងជូរដិតជាងនេះគឺបងប្អូនអាចដាក់1ខាំកន្លះអីទៅតែប៉ុណ្ណឹងទៅមកល្មមហើយបងប្អូន
ហើយបន្ទាប់មកគឺនាងខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយហើយក្រោយមកគឺរំងាស់ទុកចោលមួយសន្ទុះបងប្អូនហើយនៅពេលដែលយើងរំងាស់ហ្នឹងគឺបងប្អូនភ្លក់មើលផងទៅបើសិនជាវាល្មមហើយគឺយើងមិនចាំបាច់ថែមថយគ្រឿងអីទៀតទេហើយបើសិនជាវាខ្វះខាតគ្រឿងណាមួយបងប្អូនដាក់ថែមថយទៅតាមនឹងទៅណាបងប្អូនមើលតែយើងដាក់គ្រឿងក្រូវរួចអស់ហើយទាំងម្ជូរហើយនឹងម្សៅស៊ុបហើយបងប្អូនគឺយើងរំងាស់ទុកចោលប្រហែលជា15នាទីបន្តទៀតដើម្បីឲ្យសាច់ទាហ្នឹងគឺវាចាប់ជាតិគ្នាជាមួយនឹងគ្រឿងបានល្អហើយញ៉ាំទៅគឺមានជាតិឆ្ងាញ់អញ្ចឹងណាឥឡូវនេះបន្ទាប់ពីនាងខ្ញុំបានរំងាស់ទុកចោលរយៈពេល15នាទីហើយឃើញថាសាច់ទាចាប់ជាតិគ្នាជាមួយនឹងគ្រឿងបានល្អហើយនិយាយពីទឹកសម្លវិញបងប្អូនអើយមើលទៅឡើងទំនងញ៉ាំទៅគឺមានជាតិមែនទែនសម្រាប់សម្លក្តៅសាច់ទាបងប្អូនគឺយើងស្លកុំឲ្យលោបទឹកពេកគឺយើងស្លស្មើទឹកស្មើកាបងប្អូនបានវាមានរសជាតិឆ្ងាញ់មិនថាតែសម្លសាច់ទាទេស្លអីក៏ដោយកុំឲ្យយើងលោបទឹកខ្លាំងពេកមានន័យថាយើងស្លទៅកុំឲ្យដាក់ទឹកច្រើនពេកបើកាលណាយើងដាក់ទឹកច្រើនពេកគឺសម្លហ្នឹងវានឹងបាត់រសជាតិបងប្អូនចាក្រោយពេលដែលនាងខ្ញុំភ្លក់ទៅវារៀងស្ទើរប្រៃអញ្ចឹងទៅក៏នាងខ្ញុំបន្ថែមជាមួយនឹងម្សៅរ៉តឌីហ្នឹងប្រហែលជាមួយចុងស្លាបព្រាបាយថែមទៀតចាបន្ទាប់មកចុងក្រោយគេហ្នឹងគឺនាងខ្ញុំបង់ជាមួយនឹងម្រះព្រៅបងប្អូនសម្រាប់ម្រះព្រៅនេះដែរគឺយើងចង់បង់ម្រះព្រៅធំក៏បានឬក៏ម្រះព្រៅតូចក៏បានអាស្រ័យលើបងប្អូនមានប្រភេទណាមួយបងប្អូនដាក់ប្រភេទហ្នឹងទៅបងប្អូនគឺមានរសជាតិឆ្ងាញ់ដូចតែគ្នាទេបងប្អូនហើយសម្រាប់ម្រះព្រៅនេះដែរគឺនាងខ្ញុំបង់ឲ្យរៀងច្រើនណាស់ដោយសារធ្វើជាបន្លែផងបន្លែបងប្អូនដាក់ដូចជាត្រប់ស្រួយឬមួយក៏ម្ទេសផ្លោកអីបងប្អូនចំពោះប្រភេទសម្លក្តៅនេះបើសិនជាបងប្អូនចេះហឹលគឺដាក់ម្ទេសឲ្យរាងហឹលបន្តិចបានញ៉ាំទៅគឺឆ្ងាញ់បងប្អូនចាយើងស្លបែបជូរហឹលជ្រះលះបងប្អូនញ៉ាំទៅគឺឆ្ងាញ់មែនទែនហើយបើបងប្អូនចង់ដឹងរសជាតិយ៉ាងម៉េចហ្នឹងកុំភ្លេចសាកល្បងធ្វើតាមវិធីដែលនេះខ្ញុំបង្ហាញជូនណាបងប្អូនធានារសជាតិឲ្យតែម្ដងហើយបើសិនជាបងប្អូនបានធ្វើញ៉ាំហើយទទួលបានរសជាតិបែបម៉េចអីហ្នឹងកុំភ្លេច feedback នៅក្នុងវីដេអូរបស់នាងខ្ញុំនាគមួយផងណាចាអរគុណច្រើនសូមជម្រាបលា